ok chắcสำหรับวิดีโอนี้คือผมหาหนึ่งปีการดักเว็บไซต์สำหรับใบยังโยมตั้งเชียบ background wallpaper របស់ computer យើងណាយើងអាចរកបានពី website មួយដែលវាមានភាពច្បាស់ជាវីដេអូយើងអាចតាំងជាវីដេអូលើនឹងបានច្បាស់អញ្ចឹងដើម្បីដាក់ឬក៏រក website នឹងបានយើងត្រូវចូលមកកាន់ browser របស់យើងមកគេហៅថា Chrome ហ្នឹងយើងចុចចូលមកហើយយើងវាយពាក្យថា motion bgs ហើយពាក្យប៉ុណ្ណឹងនៅលើ Google របស់យើងហ្នឹងយើង enter មកយើងឃើញwebsite ដែលគេមួយគេដាក់ live wallpaper 4K free អញ្ចឹងយើងអាចclick ទៅលើ website នឹងបានអូខេចាំបន្តិចហ្នឹងដល់ពេលដែលវាចេញមកបែបនេះគឺមានច្រើនតាមតម្រូវការរបស់យើងណាយើងអាចdown បានដោយឥតគិតថ្លៃនេះគឺជាប្រភេទវីដេអូបែបmotion វីដេអូ animation យើងមើលទៅវារស់រវើកតែម្ដងនៅលើកុំព្យូទ័ររបស់យើងវាមានច្រើនប្រភេទគឺមានជាប្រភេទ anime មានឡានមានអីផ្សេងជាច្រើនតាមអ្វីដែលយើងពេញចិត្តដើម្បីតាំងនៅលើកុំព្យូទ័ររបស់យើងអញ្ចឹងដើម្បី download បានយើងត្រូវចុចទៅលើរូបណាមួយឬក៏វីដេអូណាមួយដែលយើងចង់ download អញ្ចឹងឥឡូវខ្ញុំយកវីដេអូមួយដើម្បីជាឧទាហរណ៍ខ្ញុំយកវីដេអូនេះចុះអូខេអញ្ចឹងនេះឃើញវាចេញមកបែប anime មកគឺមើលទៅលយមែនទេអូខេបន្តមកទៀតគឺយើងអាច download បានគ្រាន់តែយើង scroll ឬក៏អូសចុះមកក្រោមមកហើយយើងឃើញពាក្យថា 4K wallpaper ហើយនឹង HD អញ្ចឹងយើងយក 4K ក៏បានយើងយក HD ក៏បានតាមតម្រូវការរបស់យើងឬក៏តាមអ្វីដែលយើងចង់បានកម្រិតភាពច្បាស់របស់វាប្រហែលគឺយើងយកប៉ុណ្្នឹងមកអូខេឥឡូវdown យក 4K មួយកាលណាយើង click លើ download មកគឺវានឹង download ដល់យើងនេះយើងមើលកន្លែងនេះគេដាក់អូខេវាកំពុងតែ down ហើយចាំបន្តិចយើង close វាចោលមកវាពុះ down ហើយវាអាស្រ័យទៅលើអ៊ីនធឺណិតរបស់យើងបើអ៊ីនធឺណិតលឿននឹងគឺ down បានលឿនតែនេះយើងយកកម្រិត 4K ផងគឺវាអាចនឹងស៊ីបន្តិចព្រោះវាច្បាស់មែនទែនដាក់មកគឺតិចភ្នែកតែម្ដងអញ្ចឹងវីដេអូនេះគឺបង្ហាញពីរបៀបចូលមករកវីដេអូសម្រាប់តាំងនៅលើកុំព្យូទ័ររបស់យើងប៉ុណ្ណឹងវីដេអូក្រោយនឹងបង្ហាញអំពីរបៀបតាំងនៅលើកុំព្យូទ័ររបស់យើងតែម្ដងគឺរបៀបដាក់នៅលើកុំព្យូទ័ររបស់យើងវីដេអូយើង down មិញហ្នឹងដើម្បីយកមកដាក់នៅលើកុំព្យូទ័ររបស់យើងអូខេអញ្ចឹងជួបគ្នាវីដេអូក្រោយសម្រាប់ទស្សនាបន្តអញ្ចឹងវីដេអូនេះគឺរបៀប down ហើយនឹងស្គាល់ website ប៉ុណ្ណឹងហើយបាយ see you tomorrow